ម៉ាំឆៅពោះតាន់ប្រហែលជាមានបងប្អូនភិកច្រើនអត់សូវបានពិសាទេតែមុខហ្នឹងឆ្ងាញ់ណាស់បងប្អូនម៉ាំយើងទៅច្រាំវាឲ្យម៉ត់ហើយលាយគ្រឿងមកសពដាក់ក្រូចឆ្មាខ្មែរឲ្យរាងជូរជ្រះបន្តិចមកស្ងោរពោះតាន់ឲ្យឆ្អិនជ្រលក់ញ៉ាំជាមួយម៉ាំសាច់ពោះតាន់របស់យើងនោះរាងច្របហើយមានជាតិសំណើមដាក់ញ៉ាំជាមួយម៉ាំកាច្រាំហ្នឹងហើយរសជាតិញ៉ាំឆ្ងាញ់បដ ாய் បងប្អូននឹកឃើញពេលណាឃ្លានពេលហ្នឹងហើយបងប្អូនចង់ធ្វើញ៉ាំខ្លួនឯងនៅផ្ទះក៏ងាយស្រួលដែរជាដំបូងយើងត្រូវរើសមើលពោះតាន់លក់ខ្សែផ្សំយើងដាក់បានតាមការចូលចិត្តគ្រឿងដាក់លាយក៏លក្រៃខ្ទឹមសខ្ទឹមក្រហមគូឆ្មាម្ទេសសំខាន់ជាងគេគឺម៉ាំមុននឹងទៅយើងហត់មើលសិនទៅថាម៉ាំនឹងឈ្ងុយដែរអត់ហើយម៉ាំខ្លះអត់សូវឈ្ងុយបងប្អូនវាទៅជាមានក្លិនឆ្អាបអញ្ចឹងយើងធ្វើយកមកញ៉ាំឆៅអត់ឆ្ងាញ់ទេគល់សក្តិយើងហាន់ត្រង់កន្លែងខ្ចីបើអ្នកដាក់ញ៉ាំជាមួយម៉ាំឆៅអញ្ចឹងឆ្ងាញ់តែបើថាបងប្អូនហាន់ដោយកន្លែងចាស់ញ៉ាំទៅស្គាគល់ទៅនៅសល់យើងដំឲ្យមូទុកស្ងោរពោះតាន់ថែមស្ករជាមួយនឹងខ្ទឹមសម៉ាំឆៅពោះតាន់នេះសម្រាប់អ្នកដែលហូបសោះសាក់តែម្ដងឲ្យដឹងទៅចូលចិត្តហើយព្រោះថាមកហ្នឹងស្រួលធ្វើហើយសម្រាប់បងប្អូនដែលអត់ចេះឬមួយក៏អាចធ្វើសោះធ្វើតែម្ដងដល់ត្រូវរសជាតិហើយយើងតម្លាក់ពោះតាន់ចូលហើយថែមគ្រឿងមានគល់ក្រៃម្ទេសស្លឹកក្រូចខ្ទឹមសថែមស្ករម្សៅស៊ុបមាន់និងអំបិលដាក់រសជាតិយ៉ាងស្រាលបងប្អូនចង់បានពោះតាន់ឆ្ងាញ់យើងរើសពីចន្លោះ7ខាំទៅ8ខាំស្ងោរតែមួយពោះតាន់ឆ្អិនគឺភ័យមកល្មមឆ្ងាញ់ទៅច្របរបៀបលាយម៉ាំឆានេះដូចតែយើងលាយផ្អកអំពើលាយផ្អកត្រីប្រៃយើងដាក់ខ្ទឹមក្រហមហាន់ចំណិតគល់សក្តិខ្ចីខ្ទឹមសយើងប្រើរៀងច្រើនដើម្បីកាត់ឆ្អាបដំវាទៅប៉ែតរួចបកសបកចេញអស់យើងចាក់ម៉ាំចូលមកក៏ច្រាំចូលគ្នាប្រភេទម៉ាំចាវស្រាប់ចេះញ៉ាំឆ្ងាញ់ណាស់វាមានលហុងសរសៃនៅក្នុងហ្នឹងជាមួយនឹងម្នាស់ចំណិតតូចដែរម៉ាំរបស់យើងហ្នឹងមានក្លិនឈ្ងុយហើយងុំរសជាតិឆ្ងាញ់សម្រាប់ការកច្រាំនេះតាមការចូលចិត្តយើងដែរបើសិនជាបងប្អូនចូលចិត្តរៀងម៉ត់យើងកច្រាំរៀងម៉ត់ទៅតែបើថាអត់ចង់ម៉ត់ទេកច្រាំមុំប៉ុណ្ណឹងហើយក៏ដាក់ខ្ទឹមក្រហមនិងគល់សក្តិចូលប្រភេទឆៅអញ្ចឹងតើយើងដាក់ម្ទេសរៀងហឹរបន្តិចមិនឆ្ងាញ់ក្រូចឆ្មាក៏ជាគ្រឿងមួយសំខាន់យើងរើសមើលក្រូចឆ្មាខ្មែរទៅជូរល្អហើយមានក្លិនឈ្ងុយបន្ថែមជីឲ្យបានសប់មុខមកហាន់រៀងធំប៉ុណ្ណឹងដាក់ច្បល់ជាមួយគ្នាមិនថាបងប្អូនទិញមកប៉ះម៉ាំមិនសូវល្អឬមួយក៏ល្អក៏ដោយយើងដាក់គ្រឿងនឹងចាស់ស្អាតទៅហើយបន្ថែមស្ករសបន្តិចជាមួយនឹងប៊ីចេងដោយសារតែម៉ាំរបស់ម៉ាក់ខ្ញុំធ្វើគាត់ធ្វើរៀងជូរស្រាប់ហើយអញ្ចឹងយើងចាំបាច់គូឆ្មាថែមតែពី3ចំណិតជូរឆ្ងាញ់ហើយសម្រាប់រសជាតិដែលយើងធ្វើញ៉ាំឲ្យត្រូវកុំដាក់ស្ករច្រើនយើងដាក់លួចស្ករតែបន្តិចបានហើយបងប្អូនព្រោះថាម៉ាំឆៅយើងធ្វើរៀងជូរប្រៃបានឆ្ងាញ់តែកាលណាយើងលាយរសជាតិផ្អែមចូលទៅក្នុងហ្នឹងវាញ៉ាំផ្ទាប់ជាមួយនឹងពោះតាន់ទៅឆ្អាបចុងមាត់ច្បល់គ្រឿងឲ្យសព្វចូលគ្នាតែប៉ុណ្ណឹងហើយងាយមែនតែកុំនិយាយរឿងញ៉ាំចុះបាយណាមកមុខនោះញ៉ាំអត់ចេះណាយណាបងប្អូនលក់របស់យើងកុំភ្លេចបន្ថែមខ្ទឹមក្រហមនិងខ្ទឹមសហាន់ចំណិតផងវាថារសអារម្មណ៍នៅពេលដែលយើងញ៉ាំវារៀងហាងចុងមាត់តិចអូជាតិនៅហ្នឹងហាន់ចំណិតក្រាស់ល្មមរួចដាក់ត្រាំទឹកចោលមួយសន្ទុះសិនដើម្បីឲ្យកាត់ក្លិនហាងទៅខ្លះហើយមួយទៀតចំណិតខ្ទឹមរបស់យើងស្រួយឆ្ងាញ់លក់របស់យើងអានេះមានស្ពៃក្តោបត្រសក់សណ្តែកគួរត្រាប់ស្រួយហើយជាពិសេសគឺផ្កាស្នោចាប់ផ្ដើមចូលដល់ខែនេះមានបដាហើយអញ្ចឹងបើសិនជាបងប្អូនធ្វើប្រភេទអាហារផ្អាប់ដូចជាផ្អកម៉ាំប្រហុកអីហ្នឹងដាក់ទៅដល់ត្រូវគ្នាហើយនេះមានពោះតាន់1គីឡូជាងយើងរៀបបាន3ឆ្អេដាក់លក់ដាក់អីចឹងទៅឲ្យឃើញស្អាតមើលទៅរត់តាក់ទាញគួរចង់ញ៉ាំមួយទៀតពោះតាន់របស់យើងទំហំប៉ុណ្ណឹងក្នុងពោះតាន់មួយចន្លោះពី7ទៅ8ខាំដាក់រងាស់ចោលប្រហែលជា30នាទីប៉ុណ្ណឹងគឺផុយឆ្ងាញ់វានៅមានសភាពច្របពេលដែលយើងដាក់ចូលមាត់ទៅមានជាសំណាមព្រោះថាក្នុងពោះតាន់មានទឹកបងប្អូនខាំមួយម៉ាត់ទៅបាយទឹកខ្ចាយហើយសភាពច្របរបស់ពោះតាន់ហ្នឹងដាក់ញ៉ាំជាមួយនឹងម៉ាំឆៅត្រូវគ្នាអស់តោះប៉ុន្តែបើសិនជាបងប្អូនចង់ញ៉ាំរបស់ឆ្ងាញ់យើងទៅរកទិញភ្លាមអត់បានទេតើយើងមានម៉ូយើងប្រាប់គេទុកដូចខ្ញុំចង់ធ្វើម៉ាំឆៅពោះតាន់អញ្ចឹងខ្ញុំប្រាប់គេទុកពីល្ងាចយកបានពោះតាន់ល្អអញ្ចឹងជ្រូកខ្មែរសុទ្ធ 100% គាត់ទៅកាត់ចេញមកនេះជាតិទឹកវានៅក្នុងហ្នឹងបែកឡើងខ្ចាយហ្មងអត់ពិបាកងាស់យូរទេចំណាយពេលលឿនហើយសាច់ជ្រប់ឆ្ងាញ់ញ៉ាំតែចំណិតពោះតាន់តេហ្នឹងក៏ជាតិដែរចុះតរំតែយើងបានជ្រលក់ជាមួយនឹងម៉ាំឆៅឈ្ងុយដាក់គ្រឿងមកឡើងមកអែមចឹងទៀតនិយាយពីថានឹកឃើញពេលណាឃ្លានពេលហ្នឹងម៉ាំឆៅពោះតាន់1គីឡូជាងនេះខ្ញុំរៀបបាន3ឆ្អេម៉ាំយើងលាយរសជាតិយ៉ាងដិតប៉ុន្តែអត់ប្រៃញ៉ាំជាមួយគ្នាវាត្រូវហ្មងបងប្អូនយើងយកពោះតាន់ហ្នឹងមកដាក់ផ្ទាប់ម៉ាំមកកប់ដៃក៏អត់ប្រៃដែរវាមិនឆ្ងាញ់បដ ாய் យើងមានលក់សក់មុខចឹងមកដាក់ពោះតាន់ដាក់ម៉ាំឆៅមានម្ទេសមានខ្ទឹមនិយាយពីថាដាក់ញ៉ាំជាមួយបាយ3ចានក៏មិនដឹងនៅណានៅណីដែរបងប្អូនអញ្ចឹងមិនថាបើសិនជាបងប្អូនអត់ដែរធ្វើទេអាចសាកធ្វើបានដឹងតែអត់ខំម្ដងទេមុខនេះមិនថាតែយើងញ៉ាំជាមួយបាយទេយើងយកទៅញ៉ាំជាមួយនឹងទឹកអំពៅត្រជាក់ក៏ត្រូវគ្នាដែរដាក់ឆ្មាមកចរិតលើហ្នឹងទៅបើសិនជាយើងចង់ជូរលើហ្នឹងអីយើងច្បាច់ថែមខ្លួនឯងលក់ឆ្ងាញ់ជាងគេខ្វះអត់បានគឺខ្ទឹមសខ្ទឹមក្រហមហ្នឹងបងប្អូនរៀបចំរួចរាល់យើងលើកឲ្យភ្ញៀវអរគុណច្រើនបងប្អូនជួបគ្នាវីដេអូក្រោយជម្រាបលា